សំណួរពីរនេះយើងសួរមួយណាក៏ត្រូវដែរហើយមានន័យដូចគ្នាប៉ុន្តែរបៀបឆ្លើយខុសគ្នាបើសិនជាយើងសួរថា Do you have a car Do you have a car តើអ្នកមានឡានដែរអត់អញ្ចឹងនៅពេលដែលយើងឆ្លើយថា Yes I do បើសិនអត់មានទេយើងថា No I don'tអូខេអាហ្នឹងខ្ញុំជឿជាក់ថាគ្នាយើងភាគច្រើនដឹងណា Do you have a car Yes I do No I don't ប៉ុន្តែមួយទៀតក៏យើងអាចសួរបានដែរត្រូវដូចគ្នាហើយមានន័យដូចគ្នាគឺ Have you got a car Have you got a car អាហ្នឹងក៏មានន័យថាតើអ្នកមានឡានដែរទេអូខេ Have you got a car ពេលដែលយើងឆ្លើយថា Yes I have បើសិនជាយើងមានឬមួយក៏អត់មានទេយើងថា No I haven't អូខេ Have you got a car Yes I have No I haven't អូខេអញ្ចឹងសំណួរពីរហ្នឹងមានន័យដូចគ្នាហើយត្រូវដូចគ្នាប៉ុន្តែរបៀបឆ្លើយនៃសំណួរនីមួយៗគឺខុសគ្នាអូខេ Do you have a car Yes I do No I don't Have you got a car Yes I have No I haven't That's it Thank you